ខ្ញុំមានស្រីក្រៅមែនប៉ុន្តែខ្ញុំនៅតែស្រឡាញ់កូនខ្ញុំនៅតែជាឪពុកល្អបងពិតជាស្រឡាញ់កូនណាបងអត់ធ្វើបាបម្ដាយគេខ្ញុំដឹងថាស្ដាប់ទៅវាអយុត្តិធម៌តិចព្រោះតាមពិតទាំងឪពុកនិងម្ដាយសុទ្ធតែសំខាន់នៅក្នុងជីវិតកូនក៏ប៉ុន្តែយើងអាចប្រឆាំងធម្មជាតិបានទេថាកូននៅក្នុងពោះម្ដាយ9 ខែ10ថ្ងៃកូនបើកដោះម្ដាយដូច្នេះកូនមានភាពស្និទ្ធស្នាលនឹងទទួលបានមនោសញ្ចេតនាជ្រៅមែនទែនពីអ្នកម្ដាយមកប្រៀបធៀបទៅជាមួយនឹងឪពុកបើសិនជាយើងចង់ឲ្យកូនយើងមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អយើងត្រូវមើលថែទាំម្ដាយគេឲ្យល្អថែទាំប្រពន្ធយើងឲ្យល្អមិនមែនតែរាងកាយប៉ុន្តែផ្លូវចិត្តពេលកូនគេងកូនត្រូវតែអោបម្ដាយឬក៏បើកូននៅទូចបើកដោះម្ដាយបើសិនជាម្ដាយអោបកូនបដាលយំយែកខ្វាយខ្វល់មានអារម្មណ៍ថាឯកោមិនទទួលបានក្តីស្រឡាញ់ពីប្តីខ្លួនឯងកំពុងតែគិតថាប្តីអញកំពុងតែអោបគេដេកជាមួយគេកំពុងថ្នាក់ថ្នមគេភាពក្រំគ្រារបស់អ្នកម្ដាយហ្នឹងអូតូម៉ាទិកវាឆ្លងទៅកាន់កូនអញ្ចឹងបើសិនជាបងពិតជាស្រឡាញ់កូនណាបងមានបញ្ហាអីជាមួយនឹងប្រពន្ធដែលជាម្ដាយរបស់កូនយើងនិយាយគ្នាទៅដោះស្រាយគ្នាទៅពីព្រោះពេលខ្លះខ្ញុំឆ្ងល់ដែរថាឧទាហរណ៍ថាយើងមានបញ្ហាអីប្តីប្រពន្ធតើអាការដែលយើងមានស្រីក្រៅនេះវាដោះស្រាយបញ្ហានេះបានអត់ព្រោះវាមានតែបន្ថែមបញ្ហាឲ្យត្រូវអត់ព្យាយាមដោះស្រាយមួយគ្នាហើយបើសិនវាក្នុងករណីវាដោះមិនចេញទេខ្ញុំដឹងថាមនោសញ្ចេតនាសេចក្តីស្នេហាវាក៏ពិបាកក្នុងការបង្ខំហើយវាអយុត្តិធម៌ដែរបើសិនជាត្រូវបង្ខំបងអញ្ចឹងបើសិនជាបង្ខំឡើងទៅមកហើយក៏នៅលះគ្នាហើយព្យាយាមរកមធ្យោបាយដើម្បីបំពេញតួនាទីជាឪពុកខ្ញុំសូមនិយាយម្ដងទៀតម្ដាយមានឥទ្ធិពលខ្លាំងទៅលើកូនបើស្រឡាញ់កូនមើលថែទាំម្ដាយគេទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តឲ្យបានល្អបំផុត